តំណទាំងអស់គាត់ណាហើយចូលជិត2លានដុល្លារហើយអញ្ចឹងគ្រាន់តែអាចគូនឹងមិនមែនអត់ប្រយោជន៍ទេហើយនឹងកាកតំណដែលគេបោះចោលទាំងអស់ហ្នឹងអានេះកាកអំពើអញ្ចឹងជាច្រើនមុខនេះដល់ពេលយើងគិតទៅថាកាកតំណអាចគូថោកប៉ុន្តែមិនមែនជាថោកទេគឺថ្លៃដែររាប់លានដុល្លារហើយដឹកមកជាប្រចាំអញ្ចឹងរូបចាយយើងផលិតមួយថ្ងៃដំបូងបឋមឲ្យបាន100តោនក្នុងមួយថ្ងៃហើយនឹងអាចពង្រីកផលិតកម្មតទៅទៀតហើយពុំចេះតែសម័យឃើញថាទូទាំងបរិយាកាសកម្ពុជាយើងចង់ឲ្យបានរូបចក្រប្រភេទនេះមួយខេត្តមួយសិនទៅហើយខ្ញុំគិតថាប្រហែលជាខេត្តកណ្ដាលទី2ទីកំពង់ស្ពឺហើយតាមមើលអាចមានរូបចក្រនឹងហើយកុំគិតថាខ្លាចខាតអីសោះមិនខាតទេចំណេញដល់ពលរដ្ឋយើងជាពិសេសកសិករក្រីក្រដែលចិញ្ចឹមគោ100លក់អាចរួចថ្លៃច្បើងនឹងស្មៅឧទាហរណ៍100អញ្ចឹងគាត់ចំណេញសាច់គោសាច់លក់គោអញ្ចឹងការសំណល់ជាច្រើនដែលអាចយកមកគឺចូលរូបចក្រដើម្បីកែច្នៃឲ្យយើងនៅតែសង្ឃឹមថាបងប្អូនក្រោយពីមកមើលហើយនឹងមានគំនិតមិនបាច់ចាំធ្វើខ្លួនឯងមានអ្នកធ្វើអីឲ្យតែមានទីតាំងត្រង់ណាដែលវាអាចធ្វើបានមិននិយាយគ្នាថាបើសិនណាជាអាចមានដីត្រង់ណា100ហិកតាយើងធ្វើរោងចក្រផលិតជីរោងចក្រម៉ាស៊ីនកាត់ស្រូវហើយនឹងតាមបន្លែផ្កាចាំសត្វអីដើម្បីពង្រៀនកសិករទូទាំងខេត្តឲ្យចេះធ្វើកសិកម្មពិតតែម្ដងតែខ្ញុំមិនដឹងថាធ្វើកើតតែអត់គាត់ទៅព្យាយាមអត់ព្យាយាមគាត់ទៅស្ដាប់ឲ្យចោលអត់ទៅហើយទាំងអស់នេះមិនមានហ៊ុនជាមួយបរទេសណាទេគ្រាន់តែបច្ចេកទេសចិនខ្ញុំធ្វើម្នាក់ឯងទេព្រោះអីមិនហ៊ានហ៊ុនមួយគេខ្លាចខាតបន្ទោសហើយក៏អត់ខ្ចីលុយបរទេសឬក៏លុយក្នុងស្រុកណាដែរគឺលុយខ្លួនឯង